បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះដែរខ្ញុំចង់ចែកម្លែកបងប្អូនតាក់ទងជាមួយនឹងការស្នើនៅកម្មវិធី Ride Manager ដែលវាអាចការពារនៅវីដេអូរបស់បងប្អូនអំពីការលួចចម្លងរបស់អ្នកដទៃមិនថាវីដេអូឬក៏រូបភាពនិងសលេងទេគឺប្រសិនបើយើងស្នើនៅ Ride Manager បានគឺมันអាចមានអ្នកណាអាចចម្លងយកទៅផុសបន្តបានទេបាទទី1ហើយចំណែកទី2តាក់ទងជាមួយនឹងការភ្ជាប់នៅកុងធនាគារសម្រាប់ធ្វើការដកលុយពីក្រុមហ៊ុន Facebook នៅប្រទេសយើងបានតោះអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅទស្សនាអំពីរបៀបការស្នើសុំទាំងអស់គ្នាតោះ let's go បាទអញ្ចឹងជារៀនដំបូងគឺបងប្អូនត្រូវចូលមកកាន់កម្មវិធី Facebook របស់យើងមកហើយយើងត្រូវតែឈរនៅលើ account Facebook យើងមិនអាចឈរនៅលើ page បានទេបាទបន្តមកទៀតបងប្អូនចូលមកកាន់ tab ថ្មីមកយើងវាយពាក្យថា Ride Manager Facebook បាទបន្តមកទៀតបងប្អូននឹងឃើញខាងលើគេដែលគេដាក់ថា Meta Ride Manager បងប្អូនចុចវាមួយមកបន្តមកទៀតបងប្អូនមកមើលខាងស្ដាំដៃដែលគេដាក់ពាក្យថា Request Access បាទបងប្អូនចុចវាមួយមកបន្តមកទៀតគឺយើងត្រូវទៅជ្រើសរើសយក page ដែលយើងចង់ស្នើសុំបាទអញ្ចឹងបងប្អូនទៅរើស page មកឥឡូវខ្ញុំយក page មួយនេះខ្ញុំក៏រីកលើ page អញ្ចឹងហើយយើង scroll វាចុះមកក្រោមទៀតមកមើលថាតើយើងចង់ស្នើសុំ Ride Manager ហ្នឹងដើម្បីការពារនៅប្រភេទជាវីដេអូឬក៏រូបភាពឬក៏សលេងបាទអញ្ចឹងសម្រាប់ខ្ញុំធ្វើជា content ជាវីដេអូអញ្ចឹងខ្ញុំចុចលើគ្រីសលើវីដេអូហ្នឹងមកបន្តមកទៀតខ្ញុំ scroll ចុះទៅក្រោមទៀតខ្ញុំជ្រើសរើសយកពាក្យថា individual creator នៅខាងលើគេនេះព្រោះហ្នឹងរបៀបថាជា personal បាទបន្តមកទៀតកន្លែង primary right holder នេះគឺបងប្អូនត្រូវបំពេញទាក់ទងជាមួយនឹង name គឺឈ្មោះscene របស់យើងឬក៏ឈ្មោះpage របស់យើងតែខ្ញុំសូមដាក់ឈ្មោះបន្ទាប់ពីខ្ញុំបំពេញឈ្មោះចូលអញ្ចឹងហើយយើងមកមើលខាងក្រោមទៀតដែលគេដាក់ថា how often do you publish content អញ្ចឹងកន្លែងហ្នឹងគឺយើងជ្រើសរើសយក daily គឺយើងធ្វើជាប្រចាំថ្ងៃមានន័យថាយើងអាចផលិតវីដេអូផុសប្រចាំថ្ងៃអញ្ចឹងណាបាទអានេះគេសួរថាវីដេអូយើងដែលជាប់ copyright ឬក៏អត់ page យើងហ្នឹងពីមុនមកអញ្ចឹងយើងយក no កន្លែងហ្នឹងមកខាងក្រោមទៀតកន្លែងនេះគឺយើងត្រូវ add ឲ្យបាន5 link បាទអញ្ចឹងយើង add បន្ថែម4មកទៀតមកបាទ5 link ហើយខាងក្រោមនេះគឺតាក់ទងជាមួយ link platform ផ្សេងដែលមានដូចជា YouTube ឬក៏ website another ផ្សេងទៀតអញ្ចឹងយើងទៅ copy link ពី page យើងមកតែខ្ញុំបានរៀបចំរួចស្រេចហើយអញ្ចឹងខ្ញុំអត់ទៅយកពី page ទេគឺខ្ញុំយក link ដែលខ្ញុំរៀបចំរួចបាទអញ្ចឹងនេះ link អញ្ចឹងបងប្អូន copy ដាក់មកឥឡូវឧបមាថានេះគឺជា YouTube ខ្ញុំដាក់ YouTube មុនបន្តមកទៀតខ្ញុំដាក់ TikTok ហើយ another នេះក៏ខ្ញុំដាក់ link មួយដែរបន្តមកទៀតគឺយើង link 5ខាងលើនេះគឺយើងត្រូវ copy ពី page តែមួយរបស់យើងដែលយើងធ្វើនោះប៉ុន្តែជា link វីដេអូដាច់ដោយឡែកពីគ្នាមានន័យថាមិនមែន
យក link ទាំង5ហ្នឹងវីដេអូដូចគ្នាទេគឺវីដេអូផ្សេងគ្នាអញ្ចឹងយើង copy ដាក់មកតែបាន5 link បន្ទាប់ពីយើងបញ្ចូល link រួចរាល់បងប្អូននឹងឃើញដែលគេដាក់ឲ្យយើងសរសេរ description កន្លែងនេះប្រាប់គេអញ្ចឹងណាអញ្ចឹងការសរសេរអត់មានអីច្រើនទេខ្ញុំសរសេរតែប៉ុណ្ណេះទេហើយបងប្អូនចង់សរសេរអីវែងឆ្ងាយយ៉ាងហ្នឹងក៏បងប្អូនសរសេរទៅតែបើថាចង់វែងឆ្ងាយ copy ខ្ញុំក៏បានបន្តមកទៀតគឺយើងពេញ mail អញ្ចឹងពេលដែលយើងដាក់ mail ចូលអញ្ចឹងយើងចុចកន្លែង send verification code ហ្នឹងមកអញ្ចឹងវានឹងផ្ញើ code ចូលមកកាន់ Gmail របស់យើងបាទអញ្ចឹងខ្ញុំចុច send នេះវាឲ្យបំពេញលេខកូដ6ខ្ទង់អញ្ចឹងតិចទៀតវានឹងផ្ញើចូលមកកាន់ទូរស័ព្ទរបស់ខ្ញុំបាទអញ្ចឹងលេខកូដគឺ37 73 18ហើយយើងចុច verify មកហើយយើងចុចពាក្យថា request ហើយពេលដែលយើងដាក់ពាក្យស្នើសុំរួចហើយបានឬមិនបានវានឹងប្រាប់តាមរយៈ mail របស់យើងនឹងឯងបាទហើយអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយបើសិនបងប្អូនមានចម្ងល់បន្ថែមបងប្អូនអាច comment ខាងក្រោមវីដេអូនេះបានយើងចាំជួបគ្នានៅវីដេអូក្រោយទៀតបាទសូមអរគុណ